Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបានទៅណាទេហើយមានតែនៅទេហើយល្ងាចហ្នឹងគឺជាវីដេអូមួយដែលខ្ញុំចង់បង្ហាញពីអាហារសាច់អាំងតាមផ្លូវដូចមានដូចជាក្រួយមានអីចឹងណាហើយនេះគឺនៅគៀនផ្ទះរបស់ខ្ញុំហើយពួកខ្ញុំក៏សម្រាប់ចិត្តថាថតវីដេអូចែកជូនរំលែកទៅបងប្អូនទាំងអស់គ្នាឲ្យបានឃើញពីទស្សនវិជ្ជានៃការលក់របស់គាត់គឺមានសម្បូរបែបមែនទេមានទាំងក្រួយមានទាំងជើងមាន់មានទាំងអ្វីសុខគ្រប់បែបយ៉ាងនៅក្នុងវីដេអូហ្នឹងខ្ញុំចូលចិត្តជាងគេគឺក្រួយតែម្ដងក្រួយហ្នឹងគាត់លក់15000ហើយគឺរបស់គាត់គឺធំហើយមានពងទៀតសំខាន់ជាងគេគឺអាទឹកសោះរបស់គាត់ហ្នឹងគឺប្រឡាក់ចេញមកឆ្ងាញ់ហ្មងគោលរបស់ខ្ញុំគឺខ្ញុំចង់មកទិញហ្នឹងដើម្បីចង់ញ៉ាំជាមួយបាយតែពេលទៅនៅកន្លែងគាត់គឺអត់មានបាយទេអញ្ចឹងមានតែយើងទិញសាច់សិនក៏មានជាកោះមានជាស្លាប់មាន់មានដូចជាគេអានទៅជាជ្រូកហើយសាច់ជ្រូក3ជាន់អីហ្នឹងអូតណូមែនតើនិយាយទៅគឺច្រើនណាស់កន្លែងហ្នឹងហើយកន្លែងរបស់គាត់គឺធូរថ្លៃឯងដូចជាជើងមាន់នេះ11000ហើយជាមួយណាអាផ្លូវមាន់ធំនោះ1ទៅ5000ទេតំណងដែរនិយាយរួមទៅអាហារនៅតាមផ្លូវហ្នឹងខ្ញុំជឿចិត្តថាអ្នកអត់ទេប្រកាសជាចូលចិត្តតែម្ដងនិយាយរួមទៅអារបៀបនៃការលក់សាច់អាំងលក់ជើងមាន់ចឹងអីគឺនៅទីណាក៏មានដែរប៉ុន្តែសំខាន់ជាងគេអ្វីដែលឆ្កាញ់ហ្នឹងគឺការទឹកការលាបរបស់គាត់អាលាបទឹកសោះពីលើហ្នឹងគឺសំខាន់មែនទែនសំខាន់តែពេលដែលយើងក៏ប្រឡាក់មកឈ្ងុយគឺឈ្ងុយហើយមើលអាពេលដែលខ្ញុំទិញហ្នឹងគឺខ្ញុំទិញដូចជាបាងក្រួយ2ហើយនៅអាសាច់ជ្រូកនេះអាសាច់ជ្រូក3ជាន់ហ្នឹង2ចកាហើយជាមួយនឹងអាជើងមាន់នោះប្រហែលជាបាន5ជើងមាន់ហ្នឹងអាលក្ខណៈយើងញ៉ាំលេងណាញ៉ាំលេងអីគឺឆ្ងាញ់មែនទែនស្រួយជាពិសេសជាបន្លែជីគេមានបន្លែជាមួយទឹកសក់ជាមួយអីគេជ្រលក់ជាមួយនឹងទឹកម្រេចហើយជាមួយនឹងទឹកត្រីកោះកុងបើសិនជាសម្រាប់ខ្ញុំហ្មងសម្រាប់ការញ៉ាំអាហ្នឹងខ្ញុំអត់សូវចូលចិត្តជ្រលក់អីញ៉ៃទេព្រោះដោយសារតែទឹកសោះរបស់គាត់ហ្នឹងគឺពេលដែលខ្ញុំបានសុំភ្លក់គាត់មួយមានថាអូអាហ្នឹងយើងមិនចាំទឹកច្រឡុចអីចឹងណាយើងមិនចាំដាក់អីញ៉ៃទេហើយយើងញ៉ាំតែជាមួយបាយហ្នឹងអាហ្នឹងចោះបាយមែនទេតែម្ដងសំខាន់គឺនឹងកន្លែងគាត់អត់មានបាយមានតែយើងឈោចាំសាច់អាំងដែរអញ្ចឹងដោយសារតែជើងមាន់ខ្ញុំចង់បានអារបៀបថ្មីចង់គាត់អាំងដោយសារអាចាស់ចាស់ហ្នឹងគឺមានគេកំងបាត់ហើយនិយាយរួមទៅអាចំពោះអាជើងមាន់ពេលដែលអាំងថ្មីគឺមានអាហារមានជាតិមែនទេហ្មងជាតិជ័យទេហ្មងជាតិដល់កោះនិយាយមែនទេនិយាយតាមត្រង់ខ្ញុំឈោញ៉ាំភ្លក់អត់ប្រហែលជា2 3តែកន្លែងហ្នឹងខ្ញុំបានថតវីដេអូឲ្យព្រោះថារវល់ចប់ដៃញ៉ាំឈោញ៉ាំលេងហ្នឹងញ៉ាំជាអស់កោះ1ហើយជាមួយនឹងជើងមាន់2ហើយជាមួយនឹងស្លាបមាន់មួយទៀតអបសក់ពេកហើយឈោចាំគាត់អាំងចុះអាំងឡើងវារៀងយូរដែរអ្នកទាំងអស់គ្នាមានយល់អារម្មណ៍នេះដែរពេលដែលយើងអត់តបបានញ៉ាំអីហើយយើងឃ្លាតបាយហ្មងហើយពេលគាត់ឃើញតែពីសាច់ទៅពេលហ្នឹងមកឥឡូវយើងសាកសម្រាប់យើងវិញបើសិនយើងមានបាយប្រអប់មកហើយយើងឈោញ៉ាំបដើអាំងបដើអញ្ចឹងអូនិយាយទៅថាតំណងមែនទេតែម្ដងជាមួយនឹងសាច់គ្រប់មុខនោះហ្មងយើងដាក់បាយហើយខ្ញុំឃ្លានបាយមែនទេហ្មងក៏មិនបានពេកហើយមើលសាច់គាត់រៀងតំណងទៅក៏ភ្លក់1 2 3ហ្នឹងទៅហើយរបៀបឈោអាំងគាត់ជួយអាំងគាត់អីផងតំណងទេហើយអាំងប្រាប់ពេលដែលអាំងបដើហ្នឹងអូទៅមាត់លេបរហូតពេលខ្លះចង់លួចថែម2 3ទៀតគាត់ថាចេះតែខ្ជិលទៅចាំទៅញ៉ាំនៅផ្ទះអីបន្ថែមអញ្ចឹងណាហើយខ្ញុំមានណាអត់ឡៃអត់បាយមានតែជីទឹកមកទៀតនៅកន្លែងគាត់មានលក់ម្ហូបដូចគ្នាដែរគាត់មានលក់ម្ហូបត្រីមានអីចឹងទៅហើយខ្ញុំចូលទិញតែបាយឯងតែខ្ញុំបានជួយចូលទៅខ្ចប់ជាមួយនឹងអាសាច់ជ្រូកអាំងអីអាសាច់ជ្រូកអាំងនេះសាច់ជ្រូកអាំងមួយចកាខ្ញុំទិញមហាជា5 6ចកាបន្ថែមទៀតហើយខ្ញុំបានញ៉ាំបន្ថែមទៀតហើយនៅនឹងគាត់មានលក់ជាបាយងាយឡើងមានត្រីមានអីចឹងទៅខ្ញុំបានទិញបាយទិញអីបន្ថែមមានទៅព្រោះថាតែប៉ាត់យើងអត់មានត្រូវទិញអីមួយច្រើនទេគាត់ថាបើយើងចូលពីម៉ូតូទៅម៉ូតូយើងទៅឃើញវារៀងតំណវិញទៅតោះទិញហ្មងទៅគេបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះគឺអត់មានជាបានជាសាច់ការអីទេគាត់ថាវាជាលក្ខណៈចង់បង្ហាញពីអាហារតាមផ្លូវហើយចង់ឲ្យអ្នកទាំងអស់គ្នាបានឃើញដែរអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ